ចម្រើនសុភ័ក្រស្រែកច្រៀងពេញដោយទំនុកចិត្តនាងធ្វើបានល្អណាស់ក្នុងវគ្គ live show កន្លងមកសុភ័ក្រក៏ជាមនុស្សមានប្រជាប្រិយភាពខ្លាំងម្នាក់ក្នុងចំណោមបេក្ខភាពទាំងអស់របស់កម្មវិធី The Voice Cambodia ចម្រើនសុភ័ក្រអបអរសាទរសុភ័ក្របានដណ្ដើមយកនៅការវោតពីទូរទស្សន៍បានយ៉ាងច្រើនដូច្នេះសប្តាហ៍ថ្មីជាសប្តាហ៍ទី4នេះខ្ញុំជឿជាក់ថាសុភ័ក្រនៅតែដណ្ដើមបានជ័យជំនះនៅក្នុងការវោតពីទូរទស្សន៍សុភ័ក្រកំពុងតែហាត់សមនិងស្ដាប់ការពន្យល់របស់ខូចរបស់នាងព្រោះនាងចង់ច្រៀងឲ្យបានល្អនៅពេលបន្តិចទៀតនេះពេលបានលឺសំដីបងអាកន្លែងដែលយើងបន្ទាន់មេឡូឌីយើងញាប់ជាប់គ្នាណាអាខ្យល់នៅខាងចុងផងជាបទចម្រៀងមួយបទនេះខ្ញុំជឿជាក់ថាសុភ័ក្រនឹងទទួលបានជោគជ័យជាមួយសមត្ថភាពរបស់នាងចំពោះបទចម្រៀងមួយបទនេះអ្នកខ្ញុំគិតថាពិបាកព្រោះវាជាបទញាក់ហើយវាមានថែមជាភាសាអង់គ្លេសទៀតប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នកខ្ញុំនឹងធ្វើវាបានល្អនិងមិនធ្វើឲ្យពុកម៉ែបងប្អូនខកបំណងឡើយ Voice Cambodiaបានសម្លេងឆ្នោតកំប្រយ៉ាងច្រើននៅពេលកន្លងមកឈៀវឡាន់អបអរសាទរមានការគ្រប់គ្រងរបស់ពុកម៉ែបងប្អូនមកលើរូបខ្ញុំកាលសប្តាហ៍មុនបានជំរុញទឹកចិត្តរបស់ខ្ញុំឲ្យមានការប្រុងប្រយ័ត្នសម្រាប់សប្តាហ៍នេះហើយខ្ញុំនឹងធ្វើឲ្យបានល្អដើម្បីឲ្យពុកម៉ែបងប្អូនមានការគ្រប់គ្រងមកលើរូបខ្ញុំបន្ថែមទៀតការសងគឺជាគុណប្រយោជន៍មួយពិតជាចាំបាច់សម្រាប់អ្នកចម្រៀងពួកគេត្រូវតែហាត់សមទាំងបច្ចេកទេសប្រើប្រាស់សំឡេងនិងកាយវិការទឹកមុខធ្វើយ៉ាងណាឲ្យស៊ីជាមួយនឹងអត្ថន័យនៃបទចម្រៀងនោះទើបអាចបង្កើតនូវភាពទាក់ទាញបានឈឺចាប់ជាងស្នេហាដែលក្បត់ចិត្តមានអ្វីឈឺចាំបញ្ជាក់ប្រូឲ្យច្បាស់ឲ្យយើងវែងបន្តិចវាយនៅក្នុងអរ៉ាកុំកញ្ឆក់ហើយកុំឲ្យដាច់ពេកពីព្រោះបទហ្នឹងយើងទាមទារឲ្យមានមនោសញ្ចេតនាមានភាពអែមល្ហែមបង្កប់នៅការឈឺចាប់ឲ្យគេពុំយកបេះដូងទៅបាត់បិណ្ឌកណ្ដាលព្រាត
ជាបទចម្រៀងមួយបទដែលពីរោះគួរឲ្យចង់ស្ដាប់ខ្ញុំជឿជាក់ថាឡើងនឹងប្រើសមត្ថភាពដ៏ពិសេសរបស់គាត់ទាក់ទាញទស្សនិកជនឲ្យធ្វើការគាំទ្រគាត់ដូចជាសប្តាហ៍មុនសូមអរគុណចំពោះការគាំទ្ររបស់ពុកម៉ែបងប្អូនហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់នឹងមានការគាំទ្រមកលើរូបខ្ញុំបន្ថែមទៀត Voice Cambodia មានអ្វីឈឺចាប់ជាងស្នេហាដែលក្បត់ចិត្តចង់ផ្ដាច់ជីវិតព្រោះស្នេហ៍សាវាសែនវល់វល់បបៃណែននៅក្នុងអរាឈឺផ្សារៀបរាប់មិនអស់បោះស្រឡាញ់ណាស់អត់ប្រសឹងយ៉ាងណាក៏ហ៊ានម្ដេចអូនបំពេញហ៊ានក្បត់ចិត្តដល់ស្មោះមិនគួរចិត្តចាកបាទ្វាឲ្យដៃប្រុសឲ្យគេពុំយកពេញដងទៅបាត់បងហាមកស្រេចឲ្យបែកអាកាសស្រេចប្រកាសឲ្យទុកបានរសាត់ប៉ុន្តែនៅក្នុងបេះដូងទាំងថ្លាមប្រមាត់មិនអាចហាមវត្តដួងចិត្តនៃបងបានទេទឹកភ្នែកបងស្រស់ដោយមិនដឹងខ្លួនសួរបន្ទួនទាំងកណ្ដាលអាព្រៀបពេលបងភ្ញាក់ឡើងទ្រូងបងសែនចង់អៀតខ្លាចបងញាតក្បត់បងដូចក្នុងសូពិនបងហាមកស្រេចឲ្យបែកអាកាសស្រេចប្រកាសឲ្យទុកបានរសាត់ប៉ុន្តែនៅក្នុងបេះដូងទាំងថ្លាមប្រមាត់មិនអាចហាមឃាត់ដួងចិត្តនៃបងបានទេទឹកភ្នែកបងស្រស់ដោយមិនដឹងខ្លួនសួរបន្ទួនទាំងកណ្ដាលអាព្រៀបពេលបងភ្ញាក់ឡើងទ្រូងបងសែនចង់អៀតខ្លាចបងញាតក្បត់បងដូចក្នុងសូបានតែបង្ហាញភាពអស្ចារ្យជានិច្ចនៅពេលនាងបកស្រាយចម្រៀងអ្នកដែលធ្វើដំណើរឆ្ពោះទៅកាន់វគ្គខាងមុខជាមួយខ្ញុំបានគឺស្រីកាស្រីកាកំពុងហាត់សមបទចម្រៀងមួយបែបទៀតដែលសំឡេងរបស់នាងហាក់ដូចជាស៊ីជាមួយចម្រៀងប្រភេទនេះហើយនាងជឿថានាងនឹងច្រៀងបានល្អនៅពេលបន្តិចទៀតនេះព្រោះគេធ្វើអ្វីផ្ដាច់យកមកកន្លែងដែលស្រែកឲ្យឆ្វាចឲ្យអស់មកកុំគៀបទុកចាំបើសិនបើយើងអត់បញ្ចេញមកអស់គេនៅតែអត់ដឹងក៏ដែរបងលេងតែគេមែនទេគេឆក់យកបងមែនទេចំពោះបទចម្រៀងនេះវាមានការពិបាកសម្រាប់ខ្ញុំលេងអត់តាន់ក្ដុំក្ដាងទេយើងអាចប្រើសំឡេងយើងរបៀបជាខ្យល់បងសុំមួយបែកគ្នាព្រោះបងដឹងថាខ្លួនខំអូខេចង់ឲ្យមានសំឡេងអញ្ចឹងនៅក្នុងឃ្លាទី1បងប្រមូលចិត្តស្មោះឲ្យទៅនារីម្នាក់តើស្រីកាអាចឈានទៅដល់វគ្គបញ្ចប់បានឬយ៉ាងណា Voice Cambodia សូមអូនបែកគ្នាព្រោះបងដឹងថាខ្លួនខំមកប្រមូលចិត្តស្មោះឲ្យគឺរីលៀងសេគឺយល់យំជឿចាំបងក៏ទាំងភ្នែកហួរថ្លៃរឿងសំដែងអារម្មណ៍លូស្រីបងថានឹងស្មានស្អាតថានឹងជួបរឿងបែបហ្នឹងហើយបងក៏មិនព្រមថានឹងចោលអូនយកថ្មីបងក្រលេងស្អីគេបែរជឿមិនអាចដល់ដៃព្រោះគេធ្វើអ្វីផ្ដាច់យកបងលេងតែគេមែនទេគេឆក់យកបងមែនទេអូនត្រូវអួនឲ្យបានត្រឹមតែស្នងបងប្រាប់ថាសុំទោបើសិនអូនលើកលែងតែគេឲ្យបងត្រឡប់មកព្រោះក្បែរអូនដូចមុនទេបងភ្លេចអូនមែនទេបងត្រូវថែគេមែនទេជីវិតបាត់បែកពីពេលនេះទៅបងត្រូវរួមរស់នឹងគេក៏ឈឺចាប់អូនអ្នកណាឃើញក្លាប់ពេកពីបងនៅក្បែរឬមានតែអូនម្នាក់ទេនឹងឈឺចាប់បង
ចឲ្យបងត្រឡប់មករស់ក្បែរអូនដោយមុនទេបងបំភ្លេចអូនមែនទេបងត្រូវថែគេមែនទេជីវិតបាត់បែកពីពេលនេះទៅបងត្រូវរួមរស់នឹងគេតើឈឺចាប់អូនអ្នកណាឃើញខ្លាំងពេកពីបងនៅក្បែរឬមានតែអូនម្នាក់ទេដឹងឈឺចាប់តែទស្សនិកជនទេដំបងឡើយដែលត្រូវបោះឆ្នោតគាំទ្រច្រើនជាងគេដើម្បីសម្រេចឲ្យនរណាម្នាក់ត្រូវបន្តហើយបន្ទាប់មកមានការសម្រេចចិត្តពី coach របស់ពួកគេផ្ទាល់និងម្នាក់ទៀតត្រូវចាក់ចេញពីកម្មវិធីឥឡូវនេះសូមសាការីផ្ដល់លទ្ធផលការសម្រេចជោគវាសនាទៅដល់បេក្ខជនឬក៏បេក្ខនារីដែលជាកូនក្រុមរបស់ coach បាយរិទ្ធឥឡូវនេះយើងបានមកដល់ដៃរបស់នាងខ្ញុំហើយលោកអ្នកនាងកំពុងតែរងចាំយ៉ាងអន្ទះសាជាមួយនឹងការប្រកាសលទ្ធផលមួយនេះអ្នកដែលបានទទួលការបោះឆ្នោតគាំទ្រច្រើនជាងគេនៅសប្តាហ៍ទី4នេះគឺចម្រើនសុភ័ក្រអបអរសាទរបេក្ខនារីចម្រើនសុភ័ក្រត្រូវបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់សប្តាហ៍ទី5វគ្គ live show ដោយការបោះឆ្នោតគាំទ្រច្រើនជាងគេពីទស្សនិកជនសូមចូលរួមអបអរសាទរឥឡូវនេះអូយហ្វឺសបល់មូលប្រិមត្តទូរទស្សនិកជនមិនដឹងថាតើរវាងសមុទ្រស្រីកាហើយនិងឈីវឡាននរណាទេដែលត្រូវបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៅសប្តាហ៍ក្រោយដូច្នេះសូម coach បាយរិទ្ធជ្រើសរើសអរគុណនៅពេលដែលមកដល់វគ្គនេះម្ដងខ្ញុំជឿថាមិនតែជាអារម្មណ៍របស់ខ្ញុំទេគ្រប់ខូចទាំងអស់ដូចកំពុងតែយកកបិតយកមកចាក់បេះដូងខ្លួនឯងវាមានភាពឈឺចាប់ដោយការបាត់បង់ប៉ុន្តែនេះគឺជាលក្ខខណ្ឌនៃកម្មវិធីខ្ញុំត្រូវតែសម្រេចចិត្តស្រីកាតែងតែអភិវឌ្ឍខ្លួនឯងខ្ញុំតែងតែនិយាយដដែលគឺខ្ញុំពេញចិត្តស្រីកាត្រង់ថាស្រីកាតែងតែអភិវឌ្ឍខ្លួនឯងឈឺឡើងខ្ញុំមានការពេញចិត្តចំពោះគាត់ដោយការខិតខំប្រឹងប្រែងរបស់គាត់និងការចេះរក្សានៅសមត្ថភាពរបស់ខ្លួនតែយ៉ាងណាមិញកម្មវិធីត្រូវតម្រូវឲ្យខ្ញុំជ្រើសរើសតែម្នាក់ដូច្នេះដោយភាពល្អស្មើគ្នារបស់អ្នកទាំង3ឥឡូវនេះគឺសុភ័ក្របានជាប់ហើយនៅសល់ឈីឡាននិងស្រីកាខ្ញុំឲ្យតម្លៃទៅលើភាពក្លាហានខ្ញុំជ្រើសរើសយកឈីឡានអបអរសាទរបេក្ខជនឈីឡានត្រូវបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ live show សប្តាហ៍ទី5គឺជារឿងមួយដ៏គួរឲ្យសោកស្ដាយជាទីបំផុតនៅពេលដែលយើងបាត់បង់បេក្ខជនឬក៏បេក្ខនារីណាមួយចេញពីកម្មវិធីរបស់យើងនៅក្នុងសប្តាហ៍ទី4នេះស្រីកាមានទេពពេជ្រអ្វីដើម្បីជាការឆ្លើយតបជាមួយនឹងខូចរបស់ប្អូនដែលតែងតែព្យាយាមបង្វឹកបង្ហាត់ប្អូនរហូតដល់មានការផ្លាស់ប្ដូរយ៉ាងច្រើននៅក្នុងថ្ងៃនេះជាដំបូងនាងខ្ញុំក៏សូមអរគុណដល់អ្នកម៉ាក់ខ្ញុំដែលគាត់បានមកដល់ជួយលើកទឹកដល់កូននៅទីនេះហើយបងនិងអ្នកអូនមីងនៅចិត្តផ្ទះដែលគាត់បានមកជួយលើកទឹកចិត្តដល់ខ្ញុំហើយនាងខ្ញុំសប្បាយចិត្តដែលនេះកម្មវិធីមុនមកនាងខ្ញុំអត់ដែលហ៊ានបញ្ចេញសមត្ថភាពទេដោយសារតែមានកម្មវិធី The Voice Cambodia នេះធ្វើឲ្យនាងខ្ញុំមានសមត្ថភាពមកបញ្ចេញសមត្ថភាពនៅទីនេះហើយអរគុណដល់បង្រិតដែលតែងតែជួយបង្ហាត់បង្រៀនដល់ខ្ញុំនិងផ្ដល់យោបល់ល្អៗដល់ខ្ញុំសូមអរគុណដល់ខូចទាំង3ទៀតអរគុណ
បាទអរគុណច្រើនបាទឥឡូវនេះសមុទ្រស្រីកាបានបង្ហាញអំពីបាទទស្សនៈផ្ទាល់ខ្លួននៅពេលដែលបេក្ខនារីមួយរូបនេះមិនបានជាប់ទៅក្នុងវគ្គក្រោយជាបន្តក៏ពិតមែនប៉ុន្តែទឹកចិត្តក្លាហានទឹកចិត្តជាកីឡាករនីមួយរូបបាទទឹកចិត្តជាអ្នកចូលរួមប្រកួតមួយរូប